បាទចឹងថ្ងៃនេះខ្ញុំមានលំហាត់ការដោះស្រាយចំនួនកំប្លែងមួយឥឡូវយើងមើលសំណួរសកលគឺឲ្យយើងគណនាសិតក្រេចឹងដំបូងយើងសេថាគេមានសិតសមត្ថកម្មគេឲ្យហ្នឹងបន្ទាប់មកយើងពាក់ស្វ័យគុណឲ្យវាមកបន្ទាប់មកយើងចាត់ទុកថានេះ a នេះ b ចឹងវាចូលរួមមុន a បូក b លើជាក្រេចឹងវាបាន a ក្រេបាន a ក្រេបូក2ដង ab ហើយបូក b ក្រេបន្ទាប់មកយើងលើកក្រេម្ដុំនេះទៅបាន2បូកឬទី2នេះ2បូក 2e ហើយម្ដុំនេះយើងអាចដាក់វាចូលក្នុងរ៉ាឌីកាល់តែមួយហើយម្ដុំនេះគឺយើងពាក់តែ e ក្រេស្មើដក1យើងគុណសញ្ញាបញ្ចូលហើយចឹងសរសេរវាដដែលសិនហើយបូក 2e ចឹងម្ដុំនេះវាចូលរៀង a បូក b កតា a ដក b ចឹងវាចេញa ការ៉េដក b ការ៉េដក2បូកឬទី2នេះ2ដដែលចឹងមកដល់នេះយើងអាចសម្រួលបានខ្លះគឺយើងសម្រួលមួយនេះមួយនេះមកចឹងវានៅសល់ឬទី2យើងយកនេះបូកគ្នាហើយបាន2ដងឬទី2ហើយបូកយើងទូទាត់ម្ដងនេះស្មើ4ដក2សល់2ចឹងវាបាន2 e ឬទី2បាទឥឡូវយើងកលេចមើលសំណួរសកលគឺគេឲ្យយើងកំណត់ model និង a គុយម៉ង់នៃសិតការ៉េចឹងយើងសេថាគេមានសិតការ៉េដែលយើងរកឃើញមុនហ្នឹងគឺស្មើ2ឬទី2នៃ2បូកឲ្យ2ឬទី2នៃ 2e ចឹងគេឲ្យកំណត់ model ហ្នឹងគឺរក r ហើយ a គុយម៉ង់គឺរក delta ចឹងយើងផលបូកយើងអាចទាញ2ឬទី2នៃ2ចេញជាកតានឹងសល់1បូក e បន្ទាប់មកយើងទាញឬទី2ជាកតាទៀតចឹងនៅសល់ឬទី2នៃ2លើ2បូកឬទី2នៃ2លើ 2e ចឹងយើងគុណ radical នេះឲ្យជួបគ្នាមកស្មើ2 2គុណ2បាន4ហើយយើងបំលែងមុំទៅមុំគឺត្រូវមុំ45គឺផៃលើ4ចឹងយើងអាចឆ្លើយថាដូចនេះ r គឺស្មើនឹង4ហើយអាគុយម៉ង់delta ហ្នឹងគឺស្មើនឹងផៃលើ4បូក2កាផៃហើយការហ្នឹងជារបស់សំណុំចំនួន complex បាទចំពោះសំណួរសកលគឺឲ្យយើងសរសេរសិតការ៉េជាសំណុំត្រីកោណមានប៉ុន្តែដោយសារយើងរកឃើញមុននឹងទៅហើយចឹងយើងឆ្លើយយកតែម្ដងតែគឺសិតការ៉េគឺស្មើនឹង4បតាឲ្យកុសផៃលើ4បូក e sin ផៃលើ4